อันนั้นcái praแบบไม่บอกcho như thế có phơi bánh tự dân là căn tự vô hay dân rốt đá bánh sỏi đông mùi ta có phơi nó dân pra việc bánh mày chừng đầm bay đầm ná ca có phơi bánh tức cứ dân thời ca sắc xa bây giờ riêng đây thật ta sụp biết tức pi mà tơ dương mà đo cái lại ní dân đăng tham mà đoประมาณ bài ឥឡូវនេះខ្ញុំកំពុងតែឈរនៅចំចំការកាហ្វេមួយកន្លែងដែលមានទំហំដីរហូតដល់20 ហិកតានៅក្នុងខេត្តមណ្ឌលគិរីស្រុកខ្មែរយើងតែម្ដងបងប្អូនហើយចំការកាហ្វេនេះពីមុនមកគឺគាត់ប្រើប្រាស់ការស្រោចស្រពដោយប្រើដៃបងប្អូនស្រោចម្ដងមកគល់តែគាត់ចំណាយពេលចន្លោះពី1ខែទៅ2ខែទៅស្រោចស្រពកាហ្វេរបស់គាត់ពេញមួយដីនឹងទាំងអស់ប៉ុន្តែឥឡូវនេះគឺគាត់បានផ្លាស់ប្ដូរពីការស្រោចស្រពដោយដៃមកប្រើកាំភ្លើងបាញ់ទឹកវិញដោយពីមុនគឺគាត់ចំណាយពេលរហូតដល់2ខែប៉ុន្តែនៅពេលដែលគាត់ផ្លាស់ប្ដូរមកប្រើកាំភ្លើងបាញ់ទឹកស្រោចស្រពវិញគឺចំណាយពេលត្រឹមតែ2ថ្ងៃបងប្អូនខុសគ្នាច្រើនមែនតើចឹងចង់ដឹងពីបទពិសោធន៍នៃការប្រើប្រាស់កាំភ្លើងបាញ់ទឹកដូចជាអត្ថប្រយោជន៍របស់វាថាតើវាអាចជួយកាហ្វេនៅក្នុងចម្ការនេះឲ្យទទួលបានទិន្នផលល្អយ៉ាងម៉េចខ្លះក៏ដូចជាអត្ថប្រយោជន៍នៃកាំភ្លើងបាញ់ទឹកតើវាល្អប្រើយ៉ាងម៉េចខ្លះក៏ឥឡូវយើងទៅជួបបងភិរមដែលគាត់គឺជាប្រធានបច្ចេកទេសផ្នែកស្រោចស្រពនៃក្រុមហ៊ុន Gen ទាំងអស់គ្នាជំរាបសួរបងភិរមបាទជំរាបសួរបងឥឡូវបានមកជួបអ្នកបច្ចេកទេសហើយចឹងនៅពេលបានមកជួបអ្នកបច្ចេកទេសខ្ញុំជឿថាបងប្អូនក៏ដូចជាបានដឹងអំពីអត្ថប្រយោជន៍នៃកាហ្វេនៅកាន់តែច្រើនដែរជាក់ស្ដែងបងប្អូនមកដល់ចការកាហ្វេភីដានេះគឺម្ចាស់ចំការក៏ដូចជាមេការគាត់បាននិយាយពីបទពិសោធន៍ជាក់ស្ដែងមកគាត់ដី20ហិកតានេះគាត់នៅស្រោចជិត2ខែគាត់ក៏បានប្រាប់យើងពីដំបូងដែរគាត់ថាចំណាយពេល2ខែដើម្បីស្រោចពូឥឡូវហ្នឹងពូពេញយកផ្កាចឹងដើម្បីយកផ្កាកាហ្វេបានគាត់ត្រូវការពេលរហូតដល់2ខែហើយដល់ពេលអញ្ចឹងទៅនៅពេលដែលយើងចំណាយពេល2ខែកាហ្វេហ្នឹងគឺចេញផ្កាអត់ស្រស់គ្នាទេកន្លែងណាដែលបានត្រូវទឹកមុនគឺចេញមុនដែរអញ្ចឹងវាតកតងនឹងគុណភាពហើយការប្រមូលផលដែរហើយទិន្នផលក៏វាអត់ស្មើគ្នាបងនេះហើយគាត់ដែលជាមេការហ្នឹងក៏ពិបាកគ្រប់គ្រងដែរគាត់ត្រូវគ្រប់គ្រងតែបន្តិចអញ្ចឹងណាដោយសារវាស្ថានភាពវាអត់ដូចគ្នាទេឥឡូវនេះគាត់បានចាប់ផ្ដើមមកប្រើកាំភ្លើងបាញ់ទឹកនេះមកចា20ហិកគាត់ថាចំណាយពេលតែ2ថ្ងៃរយៈពេល2ថ្ងៃគឺគាត់ស្រោចរួចរាល់ហើយបងដឹងទេថាគាត់ចំណាយកម្លាំងពលកម្មហ្នឹងតកតងនឹងកម្លាំងពលកម្មដែលគាត់ប្រើប្រាស់នៅទីនេះគាត់ចំណាយតែត្រឹមគ្នា2នាក់ឯងជាទូទៅនៅពេលដែលគាត់ធ្វើការស្រោចស្រពខ្ញុំឧទាហរណ៍ថាកាភ្លើងនៅទីតាំងនេះមួយយើងមានប្រព័ន្ធទយោរបស់យើងហើយគាត់ភ្ជាប់មកដល់កន្លែងទីតាំងហ្នឹងហើយបើគាត់ធ្វើការចាប់ដើមស្រោចស្រពនៅកន្លែងហ្នឹងតែម្ដងបន្ទាប់មកគាត់មានកាភ្លើងចេះមួយឈុតទៀតនៅពេលដែលមួយនេះកំពុងតែធ្វើការស្រោចស្រពគាត់រៀបចំដំឡើងមួយឈុតទៀតបាទអញ្ចឹងនៅពេលដែលមួយនេះហើយគឺគាត់ចាប់ដើមបាត់ស្រោចនៅទីតាំងទី2តែម្ដងបាទអញ្ចឹងគាត់ស្រោចទីតាំងទី2គាត់ចាប់ដើមរើនេះទៅកន្លែងមួយទៀតដើម្បីធ្វើការរៀបចំស្រោចស្រពដូចគ្នាចុះនៅក្នុងផ្ទៃដី20ហិកនេះគាត់ប្រើកាភ្លើងប៉ុន្មាននៅក្នុង20ហិកនេះគឺយើងរៀបចំកាភ្លើង4ដើមបាទ4ដើមឲ្យគាត់ប៉ុន្តែម៉ូទ័រយើងប្រើប្រាស់តែមួយឯងគាត់ថាហេតុអីបានមាន4ដើមស្ថានភាពដីវាអត់ដូចគ្នាទេអ្វីដែលសំខាន់ទីតាំងដែលខ្ពស់ជាងគេបើធៀបជាមួយនឹងទីតាំងម៉ូទ័រទៅកន្លែងខ្ពស់ជាងគេរហូតដល់80ម៉ែត្រនឹងនីវ៉ូខុសគ្នាអញ្ចឹងហើយតំបន់ដែលនៅខាងលើហ្នឹងគឺធ្វើការស្រោចស្រពប្រភេទកាភ្លើងដែលមានទំហំមានតូចល្មមទេដោយសារនៅទីនោះតំបន់តែទឹកឡើងទៅដល់ហ្នឹងគឺសម្ពាធទឹកបាត់ច្រើនអញ្ចឹងហើយបានវាមានប្រភេទកាភ្លើងខុសគ្នាដែលយើងប្រើប្រាស់នៅតំបន់ហ្នឹងតែមួយចាបងចាអញ្ចឹងមានន័យថាបើសិនបើបងប្អូនគាត់នៅដីរាបស្មើអីទេអាហ្នឹងប្រើតែមួយគឺគ្រប់គ្រាន់បើដីរាបស្មើយើងប្រើតែ2កាភ្លើងឯង2កាភ្លើងចង់ដឹងថាអាហ្នឹងគេប្រើបែបម៉េចបងចង់និយាយថាកាភ្លើងបាញ់ទឹកយើងធ្លាប់តែកាន់ទៅយកហើយយើងរត់ដើរបាញ់សោយម្ដងមួយតែកាភ្លើងហ្នឹងយើងប្រើវាបែបម៉េចទៅដើម្បីដំណើរការកាភ្លើងបាញ់ទឹកគឺយើងត្រូវការសិក្សាពីជំរាលដីថាតើសម្ពាធទឹកពីម៉ូទ័រយើងមកដល់កន្លែងនេះយើងដឹងថាមកដល់ប្រមាណបាយអញ្ចឹងយើងដឹងថាតើយើងគួរប្រើកាភ្លើង model អីដើម្បីឲ្យត្រូវសម្ពាធទឹកមកដល់កន្លែងហ្នឹងហើយមួយទៀតយើងត្រូវការយល់ដឹងពីទំហំទយោរត់មកហើយបានយើងបញ្ចូលមកកាភ្លើងបាញ់ទឹករបស់យើងទី1ទី2យើងត្រូវការដឹងពីសម្ពាធទឹកព្រោះកាភ្លើងបាញ់ទឹកវាខុសពីយើងប្រើប្រាស់ប្រភេទប្រព័ន្ធតំណក់ទឹកប្រព័ន្ធក្បាលសាទូចៗនៅតាមគល់អញ្ចឹងណាព្រោះពួកហ្នឹងវាត្រូវការសម្ពាធទាបទេក៏ប៉ុន្តែកាភ្លើងរបស់យើងត្រូវការសម្ពាធយ៉ាងតិចបំផុតក៏3ទៅ4បាររហូតដល់7 8បារនឹងសម្ពាធទឹកដែលយើងត្រូវការប្រើប្រាស់អញ្ចឹងប្រភេទភ្លើងបាញ់ទឹកដើម្បីបាញ់បានដល់កម្រិតដែលយើងចង់បានគឺត្រូវការសម្ពាធខ្ពស់ហេតុផលដែលសំខាន់គឺត្រូវការបច្ចេកទេសនៃវិធីសាស្ត្រក្នុងការគណនាអញ្ចឹងមានន័យថាបើសិនបើបងប្អូនដែលម្ចាស់ចការហ្នឹងគឺគាត់ចាប់អារម្មណ៍គាត់ត្រូវការទិញកាភ្លើងបាញ់ទឹកនេះពីខាង Gen ឬខាង Gen មានប្រឹក្សាជូនគាត់យើងអាចប្រឹក្សាជូនគាត់បានបើនៅទីតាំងនេះតែផ្ទាល់តែម្ដងគឺក្រុមបច្ចេកទេសជំនាញរបស់យើងគឺគាត់ធ្វើការមករៀបចំឲ្យគាត់ផ្ទាល់តែម្ដងមុននឹងយើងរៀបចំបានប៉ុណ្នេះចាយពេលយូរគួរសមដែរទី1យើងមានក្រុមការងារបច្ចេកទេសហើយនៅខាងផ្នែករចនាប្លង់គឺគាត់ចុះមក survey ម្ដងពិនិត្យមើលសិនសិក្សាពីតំបន់សិក្សាពីជំរាលស្ថានភាពដីទាំងអស់បានគាត់យកទិន្នន័យទាំងអស់ហ្នឹងទៅគាត់ធ្វើការ design គាត់ design ហើយគាត់ដឹងថាប្រើប្រាស់សម្ពាធប្រមាណម៉ូទ័រប្រមាណសេះបាក់ប្រមាណទឹកប្រមាណម៉ែត្រ
គីបក្នុងម៉ោងហើយតំបន់ណាយើងប្រើកាភ្លើងប្រភេទអីយើងចេញជាប្លង់ហើយបានអ្នកបច្ចេកទេសគាត់យកប្លង់ហ្នឹងធ្វើការដំឡើងទៅតាមប្លង់ដែលខាងវិស្វករយើងបានគូសប្លង់ហ្នឹងទំហំនេះគឺបាញ់បានបង្កប់ចិត្តប៉ុន្មានបង្កប់ចិត្តរបស់វាគឺបាញ់បានពី35ម៉ែត្ររហូតដល់50ម៉ែត្រអញ្ចឹងឧទាហរណ៍ថាសម្ពាធពីម៉ាស៊ីនឬក៏ពីម៉ូទ័រយើងបានតែ3បាវឧទាហរណ៍អញ្ចឹងវាអាចបាញ់បានពីខ្ទង់30ទៅ35ម៉ែត្រអីចឹងទៅប៉ុន្តែបើសិនជាសម្ពាធទឹកយើងរហូតដល់6 7បាវគឺវាបាញ់បានចូលដល់40ទៅ50ម៉ែត្រអញ្ចឹងណាបងគឺវាអាស្រ័យទៅលើកម្លាំងទឹកនៃម៉ាស៊ីនបងរបស់យើងទេបាទអញ្ចឹងនៅពេលដែលបងប្អូនហើយចាប់អារម្មណ៍ចង់បានកាភ្លើងបាញ់ទឹកនេះគឺត្រូវតែប្រឹក្សាប្រាប់ថាបងប្អូនកំពុងតែមានម៉ាស៊ីនទំហំណាប្រើប្រាស់ម៉ាស៊ីនអីដើម្បីធ្វើការពំទឹកបាទលក្ខណៈពិសេសមួយទៀតហ្នឹងបងប្អូនតែងតែគិតថានៅពេលដែលដាក់កាភ្លើងបាញ់ទឹកវាច្បាស់យទៅតែឆ្ងាយស្រោចតែនៅខាងចុងហ្នឹងទេក៏ប៉ុន្តែអត់ទេប្រភេទកាភ្លើងនេះគឺនៅពេលដែលវាធ្វើការស្រោចស្រពគឺវាមានឧបករណ៍វាយទឹកវាធ្លាក់ចាប់ពីគល់រហូតដល់ចុងហ្នឹងអញ្ចឹងមិនមែនមានន័យថាបាញ់ទៅត្រង់អាខាងចុងបានទឹកច្រើនជាងគេអត់ទេខ្ញុំគិតចឹងដែរទឹកវាធ្លាក់តាំងពីគល់រហូតដល់ចុងអូវាសាច់ទៅដូចទឹកភ្លៀងហ្មងបាទដូចទឹកភ្លៀងចឹងនិយាយថាអានេះវាទៅមុខហ្នឹងទេឬក៏វាអាចវិលមកជុំតិចអីរបស់យើងតើតើនឹងកាភ្លើងនេះគឺវិលជុំ360ដឺក្រេក៏ប៉ុន្តែលក្ខណៈពិសេសមួយទៀតបងចង់ស្រោចតែមួយចំហៀងចេះទេអញ្ចឹងយើងអាចកំណត់ទីតាំងវាឲ្យស្រោចតែ180ដឺក្រេឬក៏90ដឺក្រេបកចុះបកឡើងបានយើងមានកន្លែងកំណត់យើងមានកន្លែងកំណត់បាទចុះអាទំហំធំនេះបងបើសិនបើយើងគិតពីវិលជុំហ្នឹងប្រហែលជាទំហំដៃប៉ុន្មានបាញ់បានប្រហែលជាខ្ទង់40ម៉ែត្រទៅ40ម៉ែត្រជាងកម្មរបស់វាអញ្ចឹងបើសិនជាយើងគិតពីកត់ផ្ចិតចូលយើងអាចថា80ម៉ែត្រហើយបើយើងគិតពីទំហំផ្ទៃដីប្រហែលជាចិត្តមហត្តានៅពេលដែលយើងស្រោចម្ដងធំហើយវានៅតែម្ដប់ហ្នឹងទេបាទវានៅតែមួយកន្លែងហ្នឹងទេហើយបើយើងជាកម្លាំងមនុស្សយើងអត់ចាំបាច់ទៅដើរកាន់វាទេបងឯងយើងអត់ចាំបាច់ដើរច្រើនទេគឺយើងដាក់ទៅវាចោលហើយយើងកំណត់ទីតាំងដែលយើងចង់ឲ្យវាស្រោចទៅគឺអូខេហើយបើនឹងយើងមានកំណត់នីតិទេថាប្រហែលម៉ោងយើងត្រូវការកម្រិតប្រហែល%រយៈពេលនៃការស្រោចស្រពអាស្រ័យទៅលើពេលវេលាដែលយើងចង់យកឧទាហរណ៍យកផ្កាយយកផ្លែឬក៏គ្រាន់តែវាឲ្យលូតលាស់ធម្មតាអញ្ចឹងគាត់ថាគាត់មានពេលវេលាហើយគេនឹងមានវិធីសាស្ត្រក្នុងការវាស់សំណាងផ្សេងដើម្បីកំណត់វាទៅតាមរដូវកាលកំភ្លើងបាញ់ទឹកនេះវាសមស្របជាមួយប្រភេទដំណាំណាខ្លះដែរបងប្រភេទដំណាំច្រើនទៀតអត់រើសដំណាំទេឲ្យតែបងប្អូនគិតថាកំភ្លើងរបស់យើងប្រើប្រាស់ទៅមានប្រសិទ្ធភាពចំពោះកំភ្លើងនេះមានប្រមាណ model ដែរបងយើងនិយាយពីកម្មប្រភេទពីតូចរហូតដល់ធំតូចជាងគេ15ម៉ែត្រធំជាងគេ70ម៉ែត្រកម្ម70ម៉ែត្រអញ្ចឹងកម្ម70ម៉ែត្រហ្នឹងយើងបើបាញ់ម្ដងចូលមហត្តាកន្លះអានេះកដាលអញ្ចឹងហ៎បាទនេះកដាលបងចង់ដឹងថាយើងរៀបចំម្ដងប្រើបានប្រហែលឆ្នាំដែរយើងនិយាយថាប្រព័ន្ធទយោចាស់ទី1ទយោយើងប្រើជាប្រភេទទយោគេហៅទយោ HDPE ទយោខ្មៅអាទយោខ្មៅដែលយើងប្រើប្រាស់នេះការធានាពីរោងចក្រអាយុកាលនៃការប្រើប្រាស់ពី50ទៅ100ឆ្នាំយូរណាស់បងយូរចុះគុណភាពនៃកាភ្លើងបើយើងប្រើប្រាស់បែបនេះគឺគិតថាមិនងាយទៅណាទេព្រោះ gain irrigation របស់យើងកាភ្លើងបាញ់ទឹកគឺយើងនាំចូលបើយើងគិតមកដល់ឥឡូវជិត10ឆ្នាំហើយកសិករគឺគាត់យកទៅប្រើប្រាស់គាត់ទិញរហូតហើយអត់ទាន់មានកសិករប្រាប់មកថាខូចឬក៏អីបញ្ហាអត់ទេបងមើលកុំច្រឡំថាដែកអត់មានដែកចូលទៅក្នុងហ្នឹងទេជាសិតតែប្រភេទអាលុយមីញ៉ូមទាំងអស់ធម្មតាវាធ្វើការជាមួយទឹកបើសិនជាយើងប្រើប្រភេទដែកវាច្រេះគ្រឿងបង្គុំវាអត់មានដែកត្រូវទឹកមិនក៏ដោយក៏វាអត់មានការច្រេះចាប់ដែរកាភ្លើងបាញ់ទឹកគឺយើងយកពីខាងប្រទេសទូគីក្រុមហ៊ុន Gain Irrigation គឺយើងនាំចូលផ្ដាច់មុខពីប្រទេសទូគីផលិតផលនេះគឺរបស់ក្រុមហ៊ុន Yusak អញ្ចឹងក្រុមហ៊ុន Yusak ហ្នឹងគឺគាត់មានឯកទេសផលិតតែកាភ្លើងបាញ់ទឹកទេគឺគាត់ផ្ដោតខ្លាំងតែមួយហ្នឹងអញ្ចឹងបងប្អូនទិញទៅខាង Gain មានធានាជូនប្រហែលឆ្នាំខាងយើងធានារយៈពេល1ឆ្នាំប៉ុន្តែដូចយើងបញ្ជាក់អញ្ចឹងធានា1ឆ្នាំមែនប៉ុន្តែអាយុកាលនៃការប្រើប្រាស់គឺមិនមែន1ឆ្នាំទេចាអរគុណច្រើនបងភិរមបងដែលបានចែករំលែកពីការប្រើប្រាស់កាភ្លើងបាញ់ទឹកនៅក្នុងចក្រអញ្ចឹងសង្ឃឹមថាកាភ្លើងបាញ់ទឹកនេះនឹងជួយជាប្រយោជន៍ក៏ដូចជាជួយដោះស្រាយបញ្ហាទៅដល់ប្រជាកសិករខ្មែរយើងបានកាន់តែច្រើនសម្រាប់ពុកម៉ែបងប្អូនដែលមានចំណាប់អារម្មណ៍ត្រូវរៀបចំការដាំដុះឬក៏ដាំដុះហើយប៉ុន្តែអត់ទាន់រៀបប្រព័ន្ធទឹកអីបងប្អូនអាចទាក់ទងមកកាន់ក្រុមការងារ Gain Irrigation របស់យើងបាទយើងមានក្រុមការងារបច្ចេកទេសរងចាំទទួលនិងប្រឹក្សាយោបល់ជូនបងប្អូនបាទអរគុណចាអរគុណ